អ្នកជំនាញដោះមានដើម្បីជួយសង្គ្រោះមនុស្សបានកាត់សម្លៀកបំពាក់ជាប់ខ្លួនរបស់ស្ត្រីម្នាក់ចោលមិននឹកស្មានថានៅថ្ងៃដែលនោះបែរជាមានគេឆ្លៀតឱកាសប្តឹងរូបលោកទៅវិញក៏ខ្ញុំចង់ប្តឹងជាងឈឹងថាបានបៀតបៀនខ្មាំងកំបាំងមុខលើចំណាប់ខ្មាំងស្នើសុំឲ្យរូបលោកបញ្ឈប់ការងារជាបន្ទាន់គឺតាមពិតទៅជាងឈឹងគឺជាអ្នកជំនាញដោះមានលេខ1នៅក្នុងទីក្រុងជាងកាលពីព្រឹកមិញនេះមានស្ត្រីម្នាក់ត្រូវបានចោលប្លន់ចង់គ្រាប់បែកខ្លាំងពេញខ្លួនហើយជាងឈឹងដែលកំពុងសម្រាកពីការងារក៏បានដើរកាត់ទីនោះល្មមលោកបានឆ្លៀតឱកាសបង្ក្រាបពួកចោលប៉ុន្តែនៅពេលនោះគ្រាប់បែកកំណត់ពេលនៅលើខ្លួនស្ត្រីនោះក៏ចាប់ផ្ដើមដំណើរការនៅពេលជាងឈឹងបើកមើលទើបដឹងថាវាជាគ្រាប់បែកប្រភេទដំភ្ជាប់គ្នាលើសពីនេះពួកចោរបានប្រើកាវបិទគ្រាប់បែកជាប់នឹងសម្លៀកបំពាក់របស់ចំណាប់ខ្មាំងសូម្បីតែនៅលើអាវក្នុងក៏មានជាប់គ្រាប់បែកដែរដើម្បីរក្សាជីវិតចំណាប់ខ្មាំងជាងឈឹងមានតែប្រាវិធីដែលសាមញ្ញបំផុតគឺកាត់អាវក្នុងរបស់នាងចេញទៅពេលដែលម៉ោងរាប់ថយក្រោយជិតដល់0លោកក៏បានដោះគ្រាប់បែកចេញហើយនាំស្ត្រីនោះរត់ចេញមកក្រៅដោយសុវត្ថិភាពដោយមិនដឹងថាចំណាប់ខ្មាំងដែលលោកបានជួយនោះគឺជាអ្នកមានបំផុតប្រចាំទីក្រុងឈ្មោះស៊ូឈីងសៀវនាងហៀបនឹងនិយាយអរគុណដល់ជាងឈឹងទៅហើយតែសម្ដីមិនទាន់ផុតពីមាត់ផងក៏ត្រូវរំខានដោយសម្លេងទូរស័ព្ទជាងឈឹងចូលក្រុមវិញជាបន្ទាន់បន្ទាប់ពីបិទទូរស័ព្ទពីប្រធានក្រុមជាងឈឹងមិនបានផ្ដល់ឱកាសឲ្យស៊ូឈីងសៀវអរគុណនៅពេលនោះមានឡានទំនើបមួយគ្រឿងបានមកឈប់នៅចិញ្ចើមផ្លូវស៊ូឈីងសៀវបានប្រាប់លេខាថាដើម្បីអរគុណដល់ជាងឈឹងថ្ងៃស្អែកចូលដកប្រាក់30លានពីក្រុមហ៊ុនយកទៅជូនក្រុមអ្នកជំនាញដោះមីងនាងនៅមិនទាន់ដឹងថានៅពេលនេះជាងឈឹងកំពុងតែទទួលរងនៅភាពយុត្តិធម៌កម្រិតណាឡើយពេលត្រឡប់ទៅដល់អង្គភាពវិញលីនយៀតដែលជាគូដណ្ដឹងកំពុងតែប្តឹងរូបលោកថាបានបៀតបៀនចំណាប់ខ្មាំងក្នុងពេលជួយសង្គ្រោះព្រមទាំងស្នើទៅប្រធានក្រុមឲ្យផ្អាកការងារជាងឈឹងជាបន្ទាន់ជាងឈឹងបំរុងនឹងពន្យល់ថានោះគឺជាគ្រាប់បែកប្រភេទដំភ្ជាប់តែមិននឹកស្មានថាបុរសមានល្បិចម្នាក់ដែលនៅក្បែរលីនយៀតនិយាយថាមិនមែនគ្រាន់តែជាគ្រាប់បែកដំភ្ជាប់ទេគេបានដកសៀវភៅមួយក្បាលដែលនាំមកពីបរទេសហើយនិយាយថានេះគឺជាលទ្ធផលដែលគេបានទៅរៀននៅក្រៅប្រទេសនិយាយបណ្ដាគេក៏រកវិធីដោះគ្រាប់បែកដំភ្ជាប់នៅក្នុងសៀវភៅនោះបណ្ដាតាមពិតទៅបុរសមានល្បិចម្នាក់នេះគឺជាសង្សារចាស់របស់លីនយៀតដើម្បីឲ្យគេមកជំនួសតំណែងអនុប្រធានក្រុមរបស់ជាងឈឹងទើបនាងឆ្លៀតឱកាសប្តឹងជាងឈឹងថែមទាំងបានបង្ហោះរឿងនេះទៅក្នុងបណ្ដាញអ៊ីនធឺណិតដើម្បីឲ្យរឿងកាន់តែរីកធំប្រធានក្រុមលឺហើយក៏ខឹងសម្បាយ៉ាងខ្លាំងទោះបីជាឯងពូកែដោះមានក៏ដោយក៏មិនអាចធ្វើអ្វីស្រេចតែចិត្តបែបនេះដែរទោះបីជាពួកយើងជាក្រុមដោះមានឯកជនក៏ឯងមិនត្រូវមើលងាយឯកជនភាពរបស់ចំណាប់ខ្មាំងបែបនេះដែរគឺសម្ដីរបស់ពួកគេជាងឈឹងក៏យល់ច្បាស់ពីបំណងរបស់ពួកគេភ្លាមតាមពិតទៅប្រធានក្រុមត្រូវបានបរិះមានល្បិចនោះសូប៉ាន់រួចជាស្រេចដោយបានលួចតំណែងអនុប្រធានក្រុមឲ្យគេក្នុងតម្លៃ100,000 យន់ឃើញមុខមាត់អ្នកទាំង3នេះជាងឈឹងខឹងយ៉ាងខ្លាំងលោកបានហែកលិខិតផ្អាកការងារនោះចោលភ្លាមលីនយៀតប្រមានលោកថាបើមិនព្រមផ្អាកការងារដោយខ្លួនឯងទេកុំសង្ឃឹមថាបានរៀបការជាមួយនាងឲ្យសោះឬបែបនេះជាងឈឹងក៏ដកលិខិតភ្ជាប់ពាក្យរបស់អ្នកទាំងពីរសម្រាប់3ថ្ងៃខាងមុខចេញមករួចហែកវាខ្ទេចខ្ទីនៅនឹងកន្លែងហើយក្រវែងទៅលើខ្លួនលីនយៀតយ៉ាងណាមិញលុះដល់ថ្ងៃបន្ទាប់នៅពេលជាងឈឹងមកដល់ក្រុមហ៊ុនក៏ឃើញលិខិតផ្អាកការងារដាក់នៅលើតុប្រធានក្រុមថែមទាំងប្រាប់អ្នកគ្រប់គ្នាថាអនុប្រធានក្រុមត្រូវបានផ្អាកការងារដោយសារការអនុវត្តខុសវិន័យហើយអនុប្រធានក្រុមថ្មីគឺបុរសមានល្បិចដែលទើបតែត្រឡប់មកពីក្រៅប្រទេសម្នាក់នេះរូបគេគឺជាអ្នកជំនាញដែលបានសិក្សាពីវិធីដោះគ្រាប់បែកគ្រប់ប្រភេទនៅក្រៅប្រទេសសមាជិកក្រុមមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះក៏ត្រូវដឹងថាមូលហេតុដែលក្រុមយើងអាចដោះគ្រាប់បែកបាន100%គឺដោយសារតែស្នាដៃរបស់ជាងឈឹងទាំងអស់គ្រប់គ្នាគឺជាកូនសិស្សដែលអនុប្រធានជាងបណ្ដុះបណ្ដាលមកបើគ្មានអនុប្រធានជាងទេតើពួកយើងអាចសម្រេចភារកិច្ចដោះគ្រាប់បែកពិបាកទាំងនោះបានយ៉ាងដូចម្តេចបិទមាត់ប្រធានក្រុមប្រាប់អ្នកគ្រប់គ្នាឲ្យស្ងប់ចិត្តចំណេះដឹងដោះមានរបស់អនុប្រធានថ្មីនេះគឺខ្លាំងជាងឈឹងឆ្ងាយណាស់សម្ដីមិនទាន់ផុតពីមាត់ផងសម្លេងសញ្ញាអាសន្នរបស់ក្រុមបានបន្លឺឡើងតាមពិតមានការរកឃើញគ្រាប់បែកយ៉ាងច្រើននៅរោងចក្រភាគខាងលិចហើយកំពុងស្នើសុំឲ្យក្រុមទៅជួយដោះមីងប្រធានក្រុមឃើញឱកាសមកដល់ក៏ប្រញាប់ចាត់ឲ្យបុរសមានល្បិចនាំអ្នកគ្រប់គ្នាទៅទីនោះដើម្បីបញ្ជាក់ពីសមត្ថភាពរបស់គេឲ្យអ្នកគ្រប់គ្នាអស់ចិត្តប៉ុន្តែនៅពេលគ្រប់គ្នាទៅដល់ទីនោះទើបដឹងថាវាគឺជាគ្រាប់បែកប្រភេទថ្មីបុរសមានល្បិចប្រាប់គ្រប់គ្នាថាកុំភ័យនៅក្នុងសៀវភៅរបស់ខ្ញុំមានវិធីដោះគ្រាប់បែកនេះគេដើរទៅជិតគ្រាប់បែកបន្ទាប់ពីបើកមើលសៀវភៅអស់រយៈពេល2នាទីចុងក្រោយក៏រកឃើញវិធីដោះគ្រាប់បែកនោះប៉ុន្តែកូនសិស្សរបស់ជាងឈឹងមើលទៅក៏ដឹងថាមានអ្វីមិនប្រក្រតីវាមិនមែនជាគ្រាប់បែកថ្មទេគ្រាន់តែធ្វើតាម3ជំហានក្នុងសៀវភៅទៅបានហើយបុរសមានល្បិចនិយាយចប់ក៏កាត់ខ្សែភ្លើងផាច់តែម្ដងមិននឹកស្មានថាគ្រាប់បែកដែលនៅសល់ពេលជិត3នាទីបែរជារាប់ថយក្រោយយ៉ាងលឿនស្លេវហៀបនឹងផ្ទុះទៅហើយកូនសិស្សរបស់ជាងឈឹងក៏រុញបុរសមានល្បិចនោះចេញរួចប្រើវិធីដែលជាងឈឹងធ្លាប់បង្រៀនកាត់ខ្សែភ្លើងដែលលាក់នៅខាងក្នុងយ៉ាងលឿននៅវិនាទីចុងក្រោយគេក៏អាចដោះគ្រាប់បែកនោះបានសម្រេចតែមិននឹកស្មានថាបុរសមានល្បិចបែរជានិយាយថាវាជាស្នាដៃរបស់គេទៅវិញថែមទាំងប្រើអំណាចជាអនុប្រធានក្រុមបង្គាប់ឲ្យកូនសិស្សនោះសរសេរបាយការណ៍សុំទោសស្ត្រីម្នាក់នោះត្រឡប់ទៅវិញទាំងខឹងសម្បាហើយដោះសម្លៀកបំពាក់ការងារចេញឈប់ធ្វើការតែម្ដងមិនយូរប៉ុន្មានជាងឈឹងបានយកលិខិតផ្អាកការងារមកឲ្យប្រធានក្រុមចុះហត្ថលេខាលោកលែងមានចិត្តចង់នៅជាមួយក្រុមដោះមាននេះទៀតហើយបុរសមានល្បិចសើចចំអកថាឧទាបំផុតឯងមានចិត្តស្គាល់ខ្លួនឯងខ្លះហើយទៅថ្ងៃមុខពួកកូនសិស្សរបស់ឯងខ្ញុំនឹងជួយបង្រៀនជំនួសរំពេចនោះលីនយៀតក៏ដើរចូលមកតាមពិតនាងនិងបុរសមានល្បិចនោះបានលួចតាក់ទងគ្នាជាយូរមកហើយថែមទាំងក្រុមនឹងរៀបការជាមួយគ្នានៅសប្តាហ៍ក្រោយទៀតផងលីនយៀតថែមទាំងនិយាយអង្វរឲ្យបុរសមានល្បិចជូននាងទៅទិញរបស់នៅមជ្ឈមណ្ឌល Global Center ជាងឈឹងមិនខ្វល់ពីពួកគេឡើយរួចក៏ចាក់ចេញពីទីនោះទៅលោកបានយូរកាបូបស្ទូចត្រីទៅឯជីក្រុងដើម្បីស្ទូចត្រីតែគ្រាន់តែទៅដល់ប្រធានក្រុមក៏ទេមកប្រាប់ថាមានការគំរាមកំហែងគ្រាប់បែកដ៏ធំនៅ Global Center ហើយបង្គាប់ឲ្យជាងឈឹងប្រញាប់ត្រឡប់មកដោះស្រាយវិបត្តិនេះវិញជាងឈឹងក៏ចុចបិទទូរស័ព្ទភ្លាមក៏ខ្ញុំឈប់ពីការងារហើយទោះមានគ្រាប់បែកច្រើនប៉ុណ្ណាក៏មិនពាក់ព័ន្ធនឹងខ្ញុំដែរប៉ុន្តែគ្រាន់តែលោកដដងសន្ទូចចេញមកលីនយៀតក៏ទេកម្ដងទៀតជាងឈឹងខ្ញុំនៅឯផ្សារទំនើប Global នេះឯងសម្លាញ់ឲ្យប្រញាប់មកជួយខ្ញុំផងគេចង់គ្រាប់បែកជាប់ខ្លួនខ្ញុំហើយ